អ្នកសាកស្រមៃមើលថាបើពិភពលោកមួយនេះគ្មានមនុស្សរស់នៅតែផែនដីវាអាចអង្កើតទុកព្រោះតែគ្មានមនុស្សដែរឬទេចម្លើយនោះគឺទេបើគ្មានមនុស្សផែនដីនេះនឹងត្រឡប់ទៅកាន់អតីតកាលឬមួយក៏ជីវិតដើមរបស់វាវិញពេលផែនដីនេះគ្មានមនុស្សរស់នៅព្រៃឈើនិងវាលទីពាសពេញទីក្រុងចំណែកឯទន្លេគឺមានសភាពថ្លាដូចជាកញ្ចក់ហើយសត្វដែលយើងធ្លាប់បរបាញ់វានឹងអាចរស់នៅដែលគ្មានការផិតភ័យទៀតឡើយហើយថែមទាំងគ្មានសម្លេងរំខានរបស់មនុស្សទៀតដែរមនុស្សយើងតែងតែគិតថាខ្លួនឯងឆ្លាតជាងសត្វទាំងអស់ប៉ុន្តែមិនមែនដូច្នោះនោះទេគឺយើងជាប្រភេទភាវៈមានជីវិតតែមួយគត់ដែលបានបំពុលដីបំពុលទឹកនិងខ្យល់ហើយទាំងអស់នេះហើយគឺជារបស់ដែលមនុស្សយើងត្រូវការជារៀងរាល់ថ្ងៃយើងបានកាប់ព្រៃបំផ្លាញចម្រុកសត្វដើម្បីយកមកធ្វើជាផ្ទះហើយបានសម្លាប់សត្វប្រភេទខ្លះដែលងាយស្រួលនឹងប្រមាញ់តែនេះគឺយើងកំពុងតែបង្កើតនៅអរិយធម៌ឬមួយក៏កំពុងតែបង្កើតនៅសាលក្រមមួយរបស់ខ្លួនឯងផែនដីនឹងមានសភាពធូរស្បើយដោយសារតែគ្មានពួកយើងហើយយើងមិនបាច់រាប់ទៅដល់សតវត្សនោះទេគិតត្រឹមតែ10ទៅ20ឆ្នាំប៉ុណ្ណោះគ្រប់យ៉ាងនឹងចាប់ផ្ដើមកកើតឡើងវិញម្ដងទៀតជាក់ស្ដែងដោយដែលយើងបានឃើញនៅតាមតំបន់ហាមឃាត់មួយចំនួនដែលវាមានសត្វនិងព្រៃឈើបានដោះឡើងវិញសំណុំមួយបានចោទសួរថាតើមនុស្សយើងពិតជាប្រភេទអ្នកដែលអភិវឌ្ឍខ្ពស់បំផុតមែនឬទេឬគ្រាន់តែជាប្រភេទដែលបំផ្លាញខ្លាំងបំផុតនៅលើផែនដីនេះចម្លើយគឺស្ថិតនៅលើសកម្មភាពរបស់យើងរាល់ថ្ងៃនេះឯង